សិភៅ Best Law Wins និពន្ធដោយលោក Tom Hogarth គឺជាសិភៅចិត្តវិទ្យាជាជំរឿនដំបូងសម្រាប់អ្នក trade ដែលផ្ដោតលើទស្សនៈផ្ទុយស្រឡះពីសិភៅទូទៅគំនិតស្នូលនៃសិភៅនេះគឺនៅក្នុងទីផ្សារហិរញ្ញវត្ថុអ្នកដែលចេះខាត់បងបានល្អបំផុតគឺជាអ្នកឈ្នះពិតប្រាកដលោក Tom Hogarth បានបញ្ជាក់ថាភាពជោគជ័យមិនមែនស្ថិតលើការមើលបច្ចេកទេស technical analysis ឲ្យពូកែជាងគេនោះទេប៉ុន្តែស្ថិតលើការគ្រប់គ្រងចិត្តខ្លួនឯងនៅពេលខាត់បងមួយការខាត់បងគឺជាជំនាញពិតប្រាកដ losing is a skill ការខាត់បងជាចំណែកនៃអាជីវកម្មគ្មាននរណាម្នាក់អាចត្រូវ 100% ឡើយ trader ដែលជោគជ័យនិង trader ដែលបរាជ័យខុសគ្នាតែមួយគត់គឺវិធីដែលពួកគេចាត់ចែងការខាត់បង risk management កាត់ខាត់ឲ្យលឿនដោយគ្មានលក្ខខណ្ឌនៅពេលទីផ្សារដើរខុសពីអ្វីដែលអ្នកគិតចូលព្រមទទួលស្គាល់ថាខ្លួនឯងខុសហើយចុចប៊ូតុងកាត់ខាត់ cut loss ដោយគ្មានការស្ដាយស្រណោះកុំព្យាយាមរំកិល stop loss ឬសង្ឃឹមថាទីផ្សារនឹងត្រឡប់មកវិញ 2. បញ្ច្រាស់ប្រព័ន្ធខួរក្បាលរបស់មនុស្ស reverse the human wiring ធម្មជាតិរបស់ខួរក្បាលមនុស្សតែងតែធ្វើរឿងខុសឆ្គងជានិច្ចនៅក្នុងទីផ្សារពេលកំពុងខាត hope ច្រើនជាង fear មនុស្សភាគច្រើនតែងតែសង្ឃឹមថាវានឹងឡើងវិញហើយមិនព្រមកាត់ខាតរហូតដល់គណនីត្រូវឆេះ margin call ពេលកំពុងចំណេញ fear ច្រើនជាង hope មនុស្សភាគច្រើនតែងតែភ័យខ្លាចថាប្រាក់ចំណេញនឹងបាត់បង់ទៅវិញក៏ប្រញាប់បិទយកចំណេញតិចតួច cut winners early ដំណោះស្រាយលោក Tom Hogarth ប្រាប់ឲ្យធ្វើផ្ទុយមកវិញពលគឺត្រូវខ្លាចនៅពេលកំពុងខាតខ្លាចខាតកាន់តែធំរួចប្រញាប់កាត់ចោលនិងត្រូវសង្ឃឹមនៅពេលកំពុងចំណេញបណ្ដោយឲ្យចំណេញរត់ទៅមុខទៀត let winners run 3% ឈ្នះតិចមិនសំខាន់ដោយទំហំនៃការឈ្នះធំ win rate is overrated អ្នកមិនចាំបាច់មាន win rate ខ្ពស់រហូតដល់ 70% ឬ 80% ទើបអាចរកលុយបាននោះទេនៅក្នុងសៀវភៅបានបង្ហាញថា trader ខ្លះមាន win rate ត្រឹមតែ 30% ទៅ 40% ប៉ុណ្ណោះប៉ុន្តែពួកគេចំណេញលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់មូលហេតុគឺដោយសារតែនៅពេលពួកគេខាតតិចតួចបំផុតឧទាហរណ៍ខាត$1ប៉ុន្តែនៅពេលឈ្នះពួកគេឈ្នះ$5 4. កុំកំណត់ព្រំដែននៃប្រាក់ចំណេញ Never cap your reward លោក Tom Hogarth តែងតែកំណត់ហានិភ័យយ៉ាងច្បាស់លាស់ stop loss មុននឹងចូល trade ប៉ុន្តែលោកកម្រកំណត់គោលដៅចំណេញណាស់ take profit លោកសុខចិត្តបណ្ដោយឲ្យទីផ្សាររត់ទៅមុខតាម trend ឲ្យអស់លទ្ធភាពដើម្បីស្វែងរកប្រាក់ចំណេញដ៏ធំបំផុតដែលទីផ្សារអាចផ្ដល់ឲ្យ 5. បង្កើតទម្លាប់វឹកហាត់ចិត្តមុនទីផ្សារបើក daily mental calibration រាល់ព្រឹកមុនពេលចូល trade លោក Tom Hogarth តែងតែអង្គុយធ្វើសមាធិនិងស្រមៃមើលរូបភាពនៃការខាត់បងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់លោកធ្វើបែបនេះដើម្បីវឹកហាត់ឲ្យខួរក្បាលស៊ាំនឹងការឈឺចាប់និងធ្លាប់ជួបស្ថានភាពអាក្រក់បំផុតនៅពេលទីផ្សារបើកពិតប្រាកដលោកនឹងមានអារម្មណ៍ស្ងប់ល្អនិងមិនតក់ស្លុតនៅពេលទីផ្សារប្រែប្រួលសៀវភៅនេះចង់ក្រើនរំលឹកថាទីផ្សារមិនដែលបំផ្លាញអ្នកទេមានតែអារម្មណ៍និងការមិនព្រមខាត់បងរបស់អ្នកទេដែលបំផ្លាញខ្លួនឯង